ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះអត់មានម្ហូបអីច្រើនមុខទេបងប្អូនចាបានតែសាច់គោអាំងហើយនឹងទឹកសឡមួយមុខដែរដោយសារតែផ្ទះខ្ញុំឲ្យតែថាធ្វើម្ហូបក្រៀមអញ្ចឹងយើងមានទឹកសឡហត់ជាមួយអញ្ចឹងណាបងប្អូនអរគ្នាចាដើម្បីថាញ៉ាំក្រៀមពេកទៅក៏រៀងអួលដល់កអីអញ្ចឹងទៅយើងបានទឹកសឡហត់អញ្ចឹងទៅវាជំនួយទៅដែរហើយណាមួយផ្ទះខ្ញុំមានកូនទូចច្រើនអញ្ចឹងដឹងថាធ្វើទឹកសឡមកទុកឲ្យកូនញ៉ាំហើយអញ្ចឹងទៅថ្ងៃនេះបានសាច់គោអាំងជាមួយនឹងស្ងោរស្អំហើយយើងដាក់ផ្សិតដាក់សាច់ជ្រូកច្រាំអីមានលឹកបាសខ្ទីអីចឹងបងប្អូនអរគ្នាចានិយាយទៅមុខម្ហូបលឿនទេបងប្អូនចាហើយសាច់គោវិញយើងប្រឡាក់ទុកប្រហែល1ម៉ោង2ម៉ោងដែរហ្នឹងបានយកមកអាំងញ៉ាំហើយក៏អត់បានប្រកាត់ភ្លើងអាំងដែរបងប្អូនអរគ្នាហើយនិយាយទៅអាំងតានឹងម៉ាស៊ីនភ្លើងនឹងឯងប៉ុន្តែដឹងអាស៊ីភ្លើងច្រើនហើយបងប្អូនតែមិនដឹងធ្វើម៉េចទេព្រោះអីអត់សូវមានពេលវេលាទេបងប្អូនអើយដោយសារតែកូនទូចចឹងរវល់មើលកូនផងអីផងមួយថ្ងៃទ្រាំតែបានធ្វើម្ហូបធ្វើអីហ្នឹងហើយកូនតោងញ៉ៃបងប្អូនចានិយាយទៅមួយថ្ងៃរវល់មែនទែនខ្ញុំបងប្អូនចានេះសាច់គោក៏ប្រឡាក់ទុកហើយដែរសាច់គោនឹងខ្ញុំប្រឡាក់ដាក់តែគ្រឿងរ៉ូឌីបន្តិចហើយប៊ីចេងហើយនឹងនេះបងប្អូនអរគ្នាស្ករត្នោតយើងហ្នឹងចាហើយខ្ញុំបន្ថែមជាមួយទឹកស៊ីអ៊ីវហើយប្រឡាក់ទុកវាប្រហែល1ម៉ោង2ម៉ោងទៅបានយកទៅអាំងបងប្អូនចាហើយថ្ងៃនេះហ្នឹងយកអាស៊ុបជើងគោដែលធ្វើថ្ងៃមុនបងប្អូនអរគ្នាយកមកញ៉ាំអាហារពេលព្រឹកអញ្ចឹងទៅប្រឡាក់សាច់គោអីទុករួចរាល់អស់ហើយចាប់ដើមមកញ៉ាំអាហារពេលព្រឹកសិនអញ្ចឹងបានមានកម្លាំងទៅធ្វើម្ហូបសម្រាប់ថ្ងៃត្រង់អញ្ចឹងបងប្អូនអរគ្នាចាហើយនេះស៊ុបមួយឆ្នាំងនេះប្រហែលថ្ងៃហ្នឹងឯងបងប្អូនចាព្រោះយើងញ៉ាំមក3ថ្ងៃហើយនិយាយទៅធ្វើស៊ុបម្ដងរៀងច្រើនដែរបងប្អូនអរគ្នាចាហើយខ្ញុំញ៉ាំស៊ុបស្រស់មួយមីអញ្ចឹងទៅហើយបកូនខ្ញុំវិញគាត់ចង់ញ៉ាំដែរអញ្ចឹងឲ្យគាត់ញ៉ាំតិចទៅញ៉ាំមួយម៉ែអញ្ចឹងទៅបងប្អូនហើយនិយាយទៅមានកូនទូចមានកូននៅជាប់ខ្លួននឹងឯងអញ្ចឹងម៉ែញ៉ាំអីកូនញ៉ាំនឹងដែរហើយនេះបន្ទាប់ពីញ៉ាំពេលព្រឹកហើយអញ្ចឹងទៅចាប់ផ្ដើមមកធ្វើសាឡសម្រាប់ពេលថ្ងៃទៀតហើយអញ្ចឹងដោយសារតាកូនយើងទូចអញ្ចឹងទៅឆាប់ធ្វើម្ហូបទុកឲ្យគាត់ញ៉ាំអញ្ចឹងបងប្អូនអរគ្នាយើងប្រអងពេលថ្ងៃពេកអត់កើតដែរអញ្ចឹងក្មេងៗគាត់ឆាប់ហេវអញ្ចឹងម៉ោងមិន10អីហ្នឹងគាត់ចាប់ផ្ដើមញ៉ាំបាយថ្ងៃត្រង់ទៀតហើយអញ្ចឹងខ្ញុំធ្វើបដាហ្នឹងកូនទូចរបស់ខ្ញុំហ្នឹងđangនៅជាប់ខ្ញុំជានិច្ចតែម្ដងបងប្អូននិយាយទៅគាត់តាមខ្ញុំ24ម៉ោងហ្មងណាគាត់តាមអ្នកផ្ទះទេបងប្អូនអរគ្នាចាឲ្យតែថាអ្នកផ្ទះយកឲ្យយំងាយអញ្ចឹងនិយាយទៅឲ្យតែនៅចិត្តម៉ែអត់អីទេចានេះយើងស្ងោរដាំទឹកមកពុះឆ្អិនសាច់ជ្រូកហើយផ្សិតរៀងទន់ល្អហើយខ្ញុំដាក់តាផ្ទីស្លឹកបាសដែលយើងបានបេះនឹងចូលទៅរៀងឆ្អិនមកល្មមមកតែប៉ុណ្ណឹងហើយបងប្អូនអរគ្នាចានិយាយទៅមុខម្ហូបថ្ងៃនេះបានស្ងោរហើយនឹងសាច់គោអាំងនឹងឯងហើយម្ហូបលឿននិយាយទៅស្ងោរលឹកបាសស្អំនេះគឺវីតាមីនច្រើនណាស់បងប្អូនអរគ្នាហើយផ្ទះខ្ញុំក៏អាសាស្ងោរញ៉ាំដែរឲ្យតែថាធ្វើម្ហូបក្រៀមដឹងអាស្ងោរលឹកបាសស្អំអីហ្នឹងឯងបងប្អូនចាព្រោះអីបន្លែវាមានច្រើនមុខបន្លែខៀវអញ្ចឹងក្មេងៗគាត់ញ៉ាំបានហើយសម្បូរវីតាមីនអញ្ចឹងទៅក៏ខ្ញុំអាសាស្ងោរញ៉ាំហើយឥឡូវយើងមកមើលសាច់គោរបស់យើងគឺឆ្អិនហើយនិយាយទៅដាក់តាជាមួយនឹងម៉ាស៊ីនភ្លើងហ្នឹងប្រហែលជា20នាទីឆ្អិនល្មមបងប្អូនអរគ្នានេះបើសិនជាសាច់គោយើងបានហាលទៀតឆ្អិនតែមួយភ្លែតទេបងប្អូនចា10នាទីអីបានញ៉ាំហើយ